នេះគឺជាប្រវត្តិសាស្ត្រដើមកំណើតរបស់សៀមដែលបងប្អូនខ្មែរយើងគួរតែដឹងនៅក្នុងសិលាចារឹកគេបានកត់ត្រាថាវត្តមានរបស់ពួកសៀមឬពួកថៃបានមករស់នៅក្នុងអាស៊ីអាគ្នេយ៍តាំងពីសតវត្សទី12មកពួកសៀមឬពួកថៃកាលពីមុនរស់នៅខេត្តយូណានប្រទេសចិនហើយក៏បានចាប់ផ្ដើមធ្វើអន្តោប្រវេសន៍ចុះមកទិសខាងត្បូងបន្តិចម្ដងចាប់តាំងពីសតវត្សទី9ពីដំបូងមើលឃើញថាពួកសៀមចុះមកធ្វើទីលំនៅភាគខាងជើងនៃប្រទេសឡាវមកដល់សព្វថ្ងៃហើយនៅតាមបណ្ដោយខេត្តឈៀងម៉ៃចំនួនពួកសៀមឬពួកថៃនៅភាគខាងជើងកាន់តែច្រើនឡើងហើយពួកគេក៏បានបង្កើតនគរតូចៗមួយចំនួនដូចជាសុខោទ័យឈៀងសែនឈៀងម៉ៃស្រែមួយលានហើយនិងក្រុងអយុធ្យាជាដើមក៏ប៉ុន្តែពីដំបូងនគរទាំងអស់នោះសិតសឹងតែជានគរទុនខ្សោយទេហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្រខ្មែរប៉ុន្តែនៅពេលដែលអាណាចក្រខ្មែរចុះខ្សោយនគររបស់ពួកសៀមចាប់ផ្ដើមពង្រីកប្រទេសរបស់ខ្លួនបន្តិចម្ដងឲ្យខ្លាចនេះគឺជាប្រវត្តិសាស្ត្រដើមកំណើតរបស់សៀមដែលបងប្អូនខ្មែរយើងគួរតែដឹងនៅក្នុងសិលាចារឹកគេបានកត់ត្រាថាវត្តមានរបស់ពួកសៀមឬពួកថៃបានមករស់នៅក្នុងអាស៊ីអាគ្នេយ៍តាំងពីសតវត្សទី12មកពួកសៀមឬពួកថៃកាលពីមុនរស់នៅខេត្តយូណានប្រទេសចិនហើយក៏បានចាប់ផ្ដើមធ្វើអន្តោប្រវេសន៍ចុះមកទិសខាងត្បូងបន្តិចម្ដងចាប់តាំងពីសតវត្សទី9ពីដំបូងមើលឃើញថាពួកសៀមចុះមកធ្វើទីលំនៅភាគខាងជើងនៃប្រទេសឡាវមកដល់សព្វថ្ងៃហើយនៅតាមបណ្ដោយខេត្តឈៀងម៉ៃចំនួនពួកសៀមឬពួកថៃនៅភាគខាងជើងកាន់តែច្រើនឡើងហើយពួកគេក៏បានបង្កើតនគរតូចៗមួយចំនួនដូចជាសុខោទ័យឈៀងសែនឈៀងម៉ៃស្រែមួយលានហើយនិងក្រុងអយុធ្យាជាដើមក៏ប៉ុន្តែពីដំបូងនគរទាំងអស់នោះសិតសឹងតែជានគរទុនខ្សោយទេហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្រខ្មែរប៉ុន្តែនៅពេលដែលអាណាចក្រខ្មែរចុះខ្សោយនគររបស់ពួកសៀមចាប់ផ្ដើមពង្រីកប្រទេសរបស់ខ្លួនបន្តិចម្ដងឲ្យខ្លាចនេះគឺជាប្រវត្តិសាស្ត្រដើមកំណើតរបស់សៀមដែលបងប្អូនខ្មែរយើងគួរតែដឹងនៅក្នុងសិលាចារឹកគេបានកត់ត្រាថាវត្តមានរបស់ពួកសៀមឬពួកថៃបានមករស់នៅក្នុងអាស៊ីអាគ្នេយ៍តាំងពីសតវត្សទី12មកពួកសៀមឬពួកថៃកាលពីមុនរស់នៅខេត្តយូណានប្រទេសចិនហើយក៏បានចាប់ផ្ដើមធ្វើអន្តោប្រវេសន៍ចុះមកទិសខាងត្បូងបន្តិចម្ដងចាប់តាំងពីសតវត្សទី9ពីដំបូងមើលឃើញថាពួកសៀមចុះមកធ្វើទីលំនៅភាគខាងជើងនៃប្រទេសឡាវមកដល់សព្វថ្ងៃហើយនៅតាមបណ្ដោយខេត្តឈៀងម៉ៃចំនួនពួកសៀមឬពួកថៃនៅភាគខាងជើងកាន់តែច្រើនឡើងហើយពួកគេក៏បានបង្កើតនគរតូចៗមួយចំនួនដូចជាសុខោទ័យឈៀងសែនឈៀងម៉ៃស្រែមួយលានហើយនិងក្រុងអយុធ្យាជាដើមក៏ប៉ុន្តែពីដំបូងនគរទាំងអស់នោះសិតសឹងតែជានគរទុនខ្សោយទេហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្រខ្មែរប៉ុន្តែនៅពេលដែលអាណាចក្រខ្មែរចុះខ្សោយនគររបស់ពួកសៀមចាប់ផ្ដើមពង្រីកប្រទេសរបស់ខ្លួនបន្តិចម្ដងឲ្យខ្លាច